Song Swakumakan The Breaking Coin រុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំដោយមីស៊ីលនិងយន្តហោះដ្រូនលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនប្រភពពី Q Independent ថ្ងៃទី8 ខែវិច្ឆិកាឆ្នាំ2025រុស្ស៊ីបានបើកការវាយប្រហារយ៉ាងធំសម្បើមមួយទៀតលើទីក្រុងអ៊ុយក្រែនកាលពីយប់ថ្ងៃទី8 ខែវិច្ឆិកាដោយប្រើយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលរួមបញ្ចូលគ្នាដើម្បីវាយប្រហារគោលដៅនៅទូទាំងប្រទេសក្រុមត្រួតពិនិត្យបានរាយការណ៍ថារុស្ស៊ីបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងគីនសាក៏ដូចជាមីស៊ីលបញ្ជាល្បឿននិងមីស៊ីលផ្លោងទៅតំបន់ផ្សេងៗនៃប្រទេសទីក្រុងក្រេមិនឈុក គៀវ ឌីនីប្រូ ខាគីវនិងឈឺនីហ៊ីវបានបម្រើជាគោលដៅចម្បងនៃការវាយប្រហាររបស់រុស្ស៊ីដោយការវាយប្រហារក៏កំណត់គោលដៅសហគមន៍នៅក្នុងតំបន់ឌីនីប្រូពេត្រើស ខាគីវនិងប៉ូតាវ៉ាផងដែរការផ្ទុះក៏ត្រូវបានគេឮនៅក្នុងទីក្រុងស៊ូមីក៏ដូចជានៅក្នុងតំបន់អូដេសានៅទីក្រុងគៀវការផ្ទុះត្រូវបានឮនៅមុនម៉ោង 4:30 នាទីព្រឹកម៉ោងក្នុងស្រុកនេះបើយោងតាមអ្នកកាសែតឯករាជ្យគៀវម្នាក់នៅនឹងកន្លែងមន្ត្រីបានរាយការណ៍ថាប្រព័ន្ធការពារដែនអាកាសត្រូវបានធ្វើឲ្យសកម្មនៅក្នុងទីក្រុងចំពេលមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីកាន់តែខ្លាំងឡើងលើរដ្ឋធានីអភិបាលក្រុងគៀវលោកវីដាលីឃ្លីតស្កូក្រោយមកបានរាយការណ៍ថាមានអគ្គីភ័យមួយត្រូវបានរាយការណ៍នៅសង្កាត់ពេឈឺស្គីចំពេលមានកំទេចកំទីយន្តហោះគ្មានមនុស្សបើកធ្លាក់ពីការវាយប្រហារក្រោយមកអគ្គីភ័យត្រូវបានពន្លត់អភិបាលក្រុងបានបន្ថែមសេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែនបានរាយការណ៍ថាឡានដឹកទំនិញធុនតូចចំនួន4គ្រឿងបានឆាបឆេះនៅក្នុងសង្កាត់ដោយបន្ថែមថារចនាសម្ព័ន្ធ2និងរថយន្តចាត់នៅក្បែរនោះក៏ត្រូវបានខូចខាតផងដែរមិនមានព័ត៌មានណាមួយត្រូវបានផ្ដល់អំពីទំហំនៃអគ្គីភ័យឬការខូចខាតឬអ្នកស្លាប់និងរបួសណាមួយដែលបង្កឡើងនោះទេការវាយប្រហារលើរដ្ឋធានីនេះកើតឡើងចំពេលមានការវាយប្រហារកាន់តែទូលំទូលាយលើទីក្រុងនានាដែលនៅជិតតំបន់ជួរមុខរបស់អ៊ុយក្រែនការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសពេញមួយយប់បានព្រមានអំពីការវាយប្រហារដោយមីស៊ីលផ្លោងរបស់រុស្ស៊ីដោយកំណត់គោលដៅតំបន់កណ្ដាលភាគខាងត្បូងនិងភាគខាងកើតរបស់អ៊ុយក្រែនរដ្ឋមន្ត្រីក្រសួងថាមពលលោកស្រីស្វៀតឡាណា ហេងឈុកបាននិយាយថាការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករួមគ្នាដ៏ធំបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែនដែលបណ្ដាលឲ្យមានការដាច់ចរន្តអគ្គិសនីភ្លាមៗនៅក្នុងតំបន់ជាច្រើនសេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែនបានរាយការណ៍ថាហេដ្ឋារចនាសម្ព័ន្ធថាមពលត្រូវបានវាយប្រហារនៅក្នុងតំបន់អូដេសាចំពេលមានការវាយប្រហារដោយមីស៊ីលផ្លោងលោកស្រីហេងឈុកបាននិយាយថាផលវិបាកនៃការវាយប្រហារកំពុងត្រូវបានកំណត់ហើយការដាច់ចរន្តអគ្គិសនីនឹងត្រូវបានស្ដារឡើងវិញនៅពេលដែលស្ថានភាពនៅក្នុងប្រព័ន្ធថាមពលមានស្ថិរភាពពេញមួយរដូវស្លឹកឈើជ្រុះរុស្ស៊ីបានបន្តបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនខណៈដែលខ្លួនកំពុងព្យាយាមធ្វើឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងរដូវរងាដ៏អាក្រក់មួយទៀតការវាយប្រហារដ៏អាក្រក់បំផុតនៅថ្ងៃទី3និងទី5ខែតុលាបានបំផ្លាញទីតាំងផលិតឧស្ម័នរបស់អ៊ុយក្រែនប្រហែល 60% នៅពេលយប់មុននេះបន្តិចរុស្ស៊ីក៏បានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើអគារលំនៅឋានមួយនៅក្នុងទីក្រុងឌីនីប្រូដោយបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់7 នាក់រងរបួសរួមទាំងកុមារ2 នាក់ផងដែរនេះបើយោងតាមរបាយការណ៍របស់មន្ត្រី